ភាពជោគជ័យមិនមែនធ្លាក់ពីលើមេឃក្នុងពេលតែមួយថ្ងៃការតស៊ូអត់ធ្មត់មិនប្រញាប់ប្រញាល់ទើបកិច្ចការអាចសម្រេចបានលទ្ធផលល្អបើអ្នកធ្វើការងារទាំងបង្ខំមិនត្រឹមតែរងសម្ពាធទាំងផ្លូវកាយនិងផ្លូវចិត្តទេតែអ្នកក៏មិនបានគិតល្អិតល្អន់ឲ្យបានវែងឆ្ងាយអាចបង្កកំហុសឆ្គងនិងធ្វើឲ្យការងារបរាជ័យទៅវិញដោយពាក្យចាស់បុរាណតែងពោលថាសន្សំកុំបំបោលក្រែងមិនដល់ដោយប្រាថ្នាយើងក្រឡេកទៅមើលជីវិតរបស់ស៊ឺម៉ាអ៊ីគាត់តស៊ូអត់ធ្មត់ដើរមួយជំហានម្ដងទីបញ្ចប់ទើបបានទទួលជោគជ័យស៊ឺម៉ាអ៊ីគាត់ធ្វើការងារដោយភាពរីករាយមិនដាក់សម្ពាធលើខ្លួនឯងពេកទើបសុខភាពល្អមិនស្លាប់លឿនដូចជាជូកលៀងដូច្នេះបើអ្នកចង់ជោគជ័យធ្វើអ្វីកុំប្រញាប់ប្រញាល់ពេកកុំប្រញាប់ប្រញាល់រក្សាភាពស្ងប់ស្ងាត់អ្នកដែលសើចុងក្រោយគេទើបជាអ្នកឈ្នះពិតប្រាកដហើយអ្នកឈ្នះពិតប្រាកដច្រើនតែជាអ្នកដែលអាចរក្សាភាពស្ងប់ស្ងាត់ក្នុងសម័យនគរទាំង3ស៊ូនិងអ៊ួយបានប្រយុទ្ធគ្នានៅក្នុងសមរភូមិអូចាងយានកងទ័ពស៊ូបានធ្វើដំណើរផ្លូវឆ្ងាយការដឹកជញ្ជូនស្បៀងនិងស្មៅគឺពិបាកហើយជូកលៀងចាប់ផ្ដើមធ្លាក់ខ្លួនឈឺគាត់ដឹងថាសង្គ្រាមនឹងមិនអំណោយផលទេប្រសិនបើវាអូសបន្លាយរយៈពេលយូរគាត់មានចិត្តចង់ទទួលបានជ័យជំនះតាមដែលអាចធ្វើបានស៊ឺម៉ាអ៊ីក៏ដឹងថាជូកលៀងប្រឹងប្រែងហួសប្រមាណប្រកាសជារស់មិនបានយូរដូចនេះស៊ឺម៉ាអ៊ីបានបិទទ្វារក្រុងមិនចេញប្រយុទ្ធជូកលៀងឃើញដូចនេះបានឲ្យកងទ័ពស៊ូស្រែកដាក់បណ្ដាសានៅមុខមន្ទីរស៊ឺម៉ាអ៊ីប៉ុន្តែស៊ឺម៉ាអ៊ីមិនបានខ្វាយខ្វល់ទេក្រោយមកជូកលៀងបានយកសម្លៀកបំពាក់របស់ស្ត្រីឲ្យស៊ឺម៉ាអ៊ីដើម្បីប្រមាថនិងចំអកស៊ឺម៉ាអ៊ីដែលលាក់ខ្លួនក្នុងក្រុងដោយសត្វអណ្ដើកក្នុងស្នូកមិនហ៊ានប្រយុទ្ធធ្វើខ្លួនដូចជាមនុស្សស្រីមិនដូចជាអ្នកប្រយុទ្ធទាល់តែសោះស៊ឺម៉ាអ៊ីនៅតែមិនខ្វាយខ្វល់ហើយថែមទាំងពាក់ខោអាវស្ត្រីនោះទៀតនឹងអរគុណជូកលៀងដោយស្នាមញញឹមនៅសមរភូមិអូចាងយានកងទ័ពស៊ូនិងអ៊ួយបានប្រឈមមុខដាក់គ្នាអស់រាប់រយថ្ងៃរហូតដល់ជូកលៀងធ្លាក់ខ្លួនឈឺដោយសារការងារហួសកម្លាំងហើយបានស្លាប់ក្នុងជំរំក្រោយមកកងទ័ពស៊ូបានដកថយដោយគ្មានការប្រយុទ្ធអ្វីត្បិតតែរឿងនេះហួសចិត្តមែនតែវាបានបញ្ជាក់ការពិតមួយពេលខ្លះកម្លាំងវាមិនគ្រប់គ្រាន់ទេប៉ុន្តែត្រូវការភាពរឹងមាំរបស់មនុស្សស្រីដែលអាចបត់បែនបាននៅក្នុងសម័យនគរទាំង3វរៈបរោះបានលេចឡើងជាច្រើនតែទីបំផុតគ្រួសារស៊ឺម៉ាអ៊ីបានកាន់កាប់ពិភពលោកនៅពេលអ្នកដើរលើវិថីនៃជីវិតសូមកុំឲ្យអ្នកដទៃមករំខានដំណើររបស់អ្នកស្ងប់ស្ងាត់ហើយកុំប្រញាប់ប្រញាល់នៅពេលដែលគូប្រជែងរបស់អ្នកបង្ហាញកំហុសឆ្គងនោះវាជាឱកាសរបស់អ្នកដើម្បីទទួលជ័យជំនះការអត់ធ្មត់ដើមឈើដែលទទួលបានផលយូរអង្វែងត្រូវការចំណាយពេលថែក៏យូរអង្វែងដែរស៊ឺម៉ាអ៊ីជាមនុស្សដែលមានការអត់ធ្មត់ដ៏អស្ចារ្យដែលមនុស្សគ្រប់សម័យកាលតែងតែសរសើរពីសេចក្តីអត់ធ្មត់របស់គាត់តែទោះយ៉ាងណាមនុស្សជាច្រើនចោទគាត់ថាជាមនុស្សមានល្បិចកលនិងជាជនក្បត់ស៊ឺម៉ាអ៊ីមានសេចក្តីអត់ធ្មត់ដ៏ខ្លាំងក្លាដោយពាក្យពោលថាបើអ្នកមិនអាចអត់ធ្មត់បានទេអាចនឹងបំផ្លាញផែនការធំស៊ឺម៉ាអ៊ីអាចលាក់ខ្លួននៅក្បែរគ្រួសារឆាវអស់រយៈពេល50ឆ្នាំហើយនៅទីបំផុតបានក្លាយជាអ្នកគ្រប់គ្រងអំណាចនគរអ៊ួយស៊ឺម៉ាអ៊ីគឺជាកូនប្រុសទី2របស់ស៊ឺម៉ាហ្វាងគឺជាគ្រួសារអភិជនគាត់បានបង្ហាញពីមហិច្ឆតានិងឧត្តមគតិដ៏អស្ចារ្យតាំងពីគាត់នៅក្មេងហើយគាត់ក៏មានសក្តានុពលជាយុទ្ធសាស្ត្រផងដែរស៊ឺម៉ាហ្វាងមានកូនប្រុស8នាក់ដែលសុទ្ធសឹងជាអ្នកប្រាជ្ញស៊ឺម៉ាអ៊ីដែលល្បីល្បាញថាមានចំណេះដឹងជ្រៅជ្រះត្រូវឆាវក៏ហៅជាច្រើនដងឲ្យធ្វើមន្ត្រីប៉ុន្តែគាត់បានបដិសេធស៊ឺម៉ាអ៊ីបានធ្វើពុតជាឈឺលាក់ខ្លួនអស់រយៈពេល7ឆ្នាំបន្ទាប់ពីគិតអំពីស្ថានភាពបច្ចុប្បន្នគាត់គិតថាតើ7ឆ្នាំមានប៉ុន្មានដងនៅក្នុងជីវិតទីបំផុតគាត់បានប្រើភាពក្លាហាននិងអត់ធ្មត់របស់គាត់ចូលបម្រើគ្រួសារឆាវស៊ឺម៉ាអ៊ីមានការអត់ធ្មត់ប៉ុណ្ណាគាត់បានបម្រើគ្រួសារឆាវអស់រយៈពេល47ឆ្នាំ
ការអត់ធ្មត់របស់គាត់បានការពារជីវិតនេះមិនមែនជាអ្វីដែលមនុស្សសាមញ្ញអាចធ្វើបានទេអ្នកត្រូវតែដឹងថាស៊ឺម៉ាអ៊ីធ្វើការនៅក្បែរឆាវឆាវដែលជាមនុស្សពូកែសង្ស័យស៊ឺម៉ាអ៊ីប្រៀបដូចជាឈរលើទឹកកកដ៏ស្ដើងពេលដែលគាត់នៅក្បែរឆាវឆាវសូម្បីតែគ្រួសារឆាវទាំងមូលបានសង្ស័យស៊ឺម៉ាអ៊ីមានចេតនាមិនល្អគាត់ត្រូវគេបង្ក្រាបម្ដងហើយម្ដងទៀតហើយមិនត្រូវបានគេប្រើប្រាស់អស់រយៈពេលយូរក្រោយមកទើបគាត់អាចត្រឡប់ចូលបម្រើគ្រួសារឆាវវិញនៅក្នុងរឿងសាមកុក2010ឆាវបានដើរដោយជើងទទេលើដីហើយសួរស៊ឺម៉ាអ៊ីថាហេតុអ្វីបានជាជើងរបស់មនុស្សសជាងមុខនឹងដៃគឺដោយសារតែវាលាក់ចិត្តរហូតស៊ឺម៉ាអ៊ីយល់ភ្លាមថាឆាវក៏សង្ស័យគាត់ដែរគ្រួសារឆាវតែងតែចាត់ទុកស៊ឺម៉ាអ៊ីជាការគំរាមកំហែងដ៏ធំប៉ុន្តែកម្លាំងរបស់ស៊ឺម៉ាអ៊ីពេលនោះមិនទាន់ខ្លាំងគាត់ពឹងផ្អែកលើសមត្ថភាពស៊ូទ្រាំដើម្បីសម្រេចកិច្ចការឆាវក៏ដឹងដែរថាស៊ឺម៉ាអ៊ីមានរូបរាងចចកប៉ុន្តែស៊ឺម៉ាអ៊ីមិនបានប្រកែកឬពន្យល់ទេនៅពេលប្រយុទ្ធជាមួយជូកលៀងទោះបីជាជូកលៀងដាក់បណ្ដាសាគាត់យ៉ាងណាក៏ដោយស៊ឺម៉ាអ៊ីនៅតែស៊ូទ្រាំរហូតដល់ជូកលៀងបាត់បង់ជីវិតនៅពេលដែលមនុស្សគ្រប់គ្នាគិតថាស៊ឺម៉ាអ៊ីនឹងស៊ូទ្រាំរហូតដល់គាត់ចាស់ជរាដល់ស្លាប់គាត់ស្រាប់តែមានចលនាដ៏ធំមួយគឺរដ្ឋប្រហារកៅភីងលីងដោយកម្ចាត់ឆាវស៊ូមួយរំពេចហើយគ្រប់គ្រងរបបឆាវអ៊ួយបន្ទាប់ពីការអត់ធ្មត់អស់រយៈពេល47ឆ្នាំទីបំផុតសេចក្តីអត់ធ្មត់បានដោះលែងមជ្ឈតាដែលលាក់ទុកនឹងខំដាំដុះជាយូរបានទទួលផ្លែផ្កាហើយនៅសល់តែ3ឆ្នាំប៉ុណ្ណោះមុនពេលគាត់ស្លាប់ស៊ឺម៉ាអ៊ីបានប្រើសកម្មភាពជាក់ស្ដែងរបស់គាត់ដើម្បីប្រាប់យើងថាកម្រិតនៃការអត់ធ្មត់ខ្ពស់បំផុតគឺមិនខ្វល់ខ្វាយពីពេលវេលាគឺខ្វល់ខ្វាយតែពីភាពជោគជ័យប៉ុណ្ណោះការអត់ធ្មត់មិនមែនជាសញ្ញានៃភាពទន់ខ្សោយឬការដកថយទេការអត់ធ្មត់គឺជាការប្រមូលផ្ដុំកម្លាំងនិងរៀបចំយុទ្ធសាស្ត្រការអត់ធ្មត់ដ៏ខ្លាំងក្លាអាចក្លាយជាអាវុធវេទមន្តនិងដាវដ៏មុតស្រួយសម្រាប់ភាពជោគជ័យចុងក្រោយវាគឺជាអត្ថន័យចុងក្រោយនៃការអត់ធ្មត់និងជាគុណភាពមូលដ្ឋានចាំបាច់សម្រាប់អ្នកដែលចង់សម្រេចនូវអ្វីដែលអស្ចារ្យវាអាចត្រូវបានគេមើលឃើញថាប្រសិនបើអ្នកចង់ជោគជ័យអ្នកត្រូវតែអាចធ្វើអ្វីដែលអ្នកដទៃមិនអាចធ្វើបានមនុស្សមានអំណាចពិតប្រាកដមិនប្រញាប់ប្រញាល់ហើយមិនខ្វល់ពីការចំណេញឬការខាតបង់ភ្លាមនោះទេព្រោះថាมันមានជោគជ័យណាមួយកើតឡើងនៅលើโลกនេះត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះអ្នកដែលពូកែតែងតែប្រឹងប្រែងតែមិនប្រញាប់ប្រញាល់ផ្លូវត្រូវដើរមួយជំហានម្ដងហើយត្រូវគិតឲ្យបានម៉ត់ចត់បើអ្នកប្រញាប់ប្រញាល់ធ្វើវាពេកវាអាចនឹងខ្ជិលខ្ជីកុំប្រញាប់ប្រញាល់ចូលរក្សាភាពស្ងប់ស្ងាត់មានតែការធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នកឥឡូវនេះទេអ្នកនឹងកាន់តែរឹងមាំនាពេលអនាគតបើអ្នកធ្វើការទាំងបង្ខំនោះអ្នកនឹងរងសម្ពាធការមិនប្រញាប់ប្រញាល់គឺជាអាកប្បកិរិយាឆ្ពោះទៅរកជីវិតនិងស្ថានភាពនៃជីវិតប្រកបដោយជោគជ័យស៊ឺម៉ាអ៊ីអាចដណ្ដើមអំណាចពីគ្រួសារឆាវគឺដើមដងមួយជំហានហើយរៀបចំជាសាច់សម្រាប់កូនចៅជំនាន់ក្រោយរបស់គាត់ដឹងថាកិច្ចការធំមិនមែនធ្វើ1ឆ្នាំឬ10ឆ្នាំបាញ់សម្រេចទេអាចត្រូវបន្តពី3ជំនាន់ដូចនេះគាត់តែងតែឲ្យកូនរបស់គាត់ខំប្រឹងរៀនសូត្រនិងរៀនអត់ធ្មត់ធ្វើអ្វីតាមដំណើរឲ្យស្របតាមកលៈទេសៈនិងព្រហ្មលិខិតនោះទើបយើងគ្មានសម្ពាធផ្លូវចិត្តឆាវដោយសារតែតក់ក្រហល់ចង់គ្រប់គ្រងទឹកដីទាំងស្រុងទីបំផុតត្រូវបានបង្ហាញកំហុសឆ្គងហើយត្រូវបរាជ័យនៅសមរភូមិឈើពីរជូកលៀងធ្លាប់សរសើរថាប្រាជ្ញានិងផែនការរបស់ឆាវគឺមិនចាញ់នរណាឡើយហើយការប្រើប្រាស់កងទ័ពរបស់ឆាវគឺដូចនឹងញាក់យុទ្ធសាស្ត្រសង្គ្រាមស៊ុនអ៊ូអញ្ចឹងទោះជាយ៉ាងណាក៏ដោយនៅពេលដែលមនុស្សម្នាក់ឡើងដល់កំពូលអំនួតនិងរីករូបរាងឡើងដោយជៀសមិនរួចក្នុងកលៈទេសៈបែបនេះទោះជាមនុស្សពូកែយ៉ាងណាក៏ដោយក៏គេមិនអាចគេចផុតពីផលវិបាកនេះដែរការដែលមានអំនួតនឹងធ្វើឲ្យការពិចារណាមានកំហុសខុសឆ្គងតែស៊ឺម៉ាអ៊ីគឺខុសគ្នាគាត់តែងតែដាក់ខ្លួនទាបហើយប្រុងប្រយ័ត្នគ្រប់ពេលវេលា
មុនពេលស៊ឺម៉ាអ៊ីធ្វើរដ្ឋប្រហារកៅភីងលីងគាត់បានធ្វើពុតជាឈឺអស់រយៈពេលជាច្រើនឆ្នាំរហូតដល់គ្រួសារឆាវភ្លេចខ្លួនទើបគាត់ចាប់ផ្ដើមធ្វើរដ្ឋប្រហារទោះបីការធ្វើរដ្ឋប្រហារបានសម្រេចក៏ដោយក៏គាត់ចិត្តស្លាប់ទៅហើយតែគាត់នៅតែមិនបង្ខំធ្វើជាស្ដេចគាត់បានឲ្យកូនចៅគាត់បន្តឆន្ទៈរហូតដល់ចៅប្រុសរបស់គាត់ទើបអាចសម្រេចបង្រួបបង្រួមទឹកដីនិងក្លាយជាអធិរាជមនុស្សតែងតែនិយាយថាកិច្ចការអ្វីៗកុំទុកចោលត្រូវតែធ្វើឲ្យហើយតែការដែលយើងមិនទាន់មានវិធីដោះស្រាយល្អការដែលធ្វើទាំងបង្ខំវានឹងធ្វើឲ្យខូចកិច្ចការទៅវិញទុកវាចោលហើយដោះលែងសម្ពាធសិនបន្ធូរអារម្មណ៍អ្នកឲ្យល្អនោះអ្នកនឹងមានគំនិតថ្មីដើម្បីសម្រេចកិច្ចការរបស់អ្នកមនុស្សដែលមិនប្រញាប់ប្រញាល់ចេះធ្វើឲ្យជីវិតរីករាយប្រសើរជាងអ្នកដែលលឿនតែល្បឿនអ្នកខ្លះគិតថាពិភពលោកតែងតែដើរទៅមុខហើយយើងត្រូវខិតខំដើរឲ្យទាន់បើមិនដូច្នេះទេយើងនឹងបាត់បង់ពេលវេលាប៉ុន្តែការពិតការធ្វើបែបនេះវានឹងធ្វើឲ្យអ្នកកាន់តែមានសម្ពាធក្នុងកលៈទេសៈដ៏លំបាកយើងគួររៀនពីសត្វអូនវាជាសត្វស្ងប់ស្ងាត់ទោះបីវាដើរយឺតតែពួកវាតែងតែទៅដល់គោលដៅជានិច្ចនៅលើវាលខ្សាច់ដ៏ក្តៅហួតហែងមិនចាំបាច់ប្រញាប់ប្រញាល់ពេកទេក្នុងដំណើរជីវិតស្វែងរកទិសដៅរបស់អ្នកហើយអនុវត្តវាមួយជំហានម្ដងបន្ថយល្បឿននិងរីករាយជាមួយភាពស្រស់ស្អាតនៃជីវិតរបស់អ្នកស្ដាប់ដោយការពិចារណាជាងជឿអ្វីដែលខ្ញុំអធិប្បាយទាំងស្រុងហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត